របស់ដែលគេប្រាថ្នាមិនងាយបានមាន5ទី1អាយុវែងទី2សុខភាពទី3យសទី4អធិបតីអញ្ចឹងណាហ្នឹងហើយទ្រព្យសម្បត្តិអីហ្នឹងគឺជាធម៌ដែលគេប្រាថ្នាមិនងាយបានទេប៉ុន្តែវានឹងបានព្រោះហេតុរបស់វាទល់មានហេតុវាទៅបានព្រះអង្គសម្ដែងថាមានអាយុវែងព្រោះការមិនបៀតបៀនមិនសម្លាប់សត្វមិនបានមិនសម្លាប់ទៅជាឲ្យអាយុវែងត្រូវប្រយោជន៍ហេតុផលពីព្រោះចេតនាឲ្យជីវិតគេយើងមិនផ្ដាច់ជីវិតគេអាហ្នឹងហេតុផលត្រូវនិយាយកន្លែងហ្នឹងឲ្យចេះគិតទី2ដែលបានសុខភាពល្អព្រោះការមិនបៀតបៀនគេឲ្យឈឺចាប់ហើយនឹងឲ្យថ្នាំព្យាបាលដល់អ្នកដទៃជាដើមឃើញទេអញ្ចឹងយើងមិនបាច់មើលដល់ជាតិក្រោយយ៉ាងម៉េចបានវាទៅជាកើតជាតិណាទៅវាត្រូវបានសុខភាពល្អពីព្រោះអីពីព្រោះយើងដាំអាពូជសុខភាពល្អមានមនុស្សឈឺយើងជួយមើលឃើញឲ្យសុខភាពទៅគេទេឃើញដាំនៅក្នុងអ្នកដទៃណាយើងមិនវាយមិនប្រហារមិនធ្វើឲ្យគេឈឺចាប់នឹងវាជាហេតុរបស់វាទី3មានកិត្តិយសព្រោះតែមនុស្សនឹងមិនច្រណែនគេមនុស្សនឹងកិត្តិយសល្អព្រោះមនុស្សនឹងអត់ច្រណែនគេមិននិយាយដើមគេមិនឈ្នានេះគេមនុស្សនឹងមានកិត្តិយសល្អនេះមិនចាំបាច់ជាតិក្រោយត្រូវមើលជាតិនឹងបើមនុស្សនឹងសន្សំរឿងនិយាយតែដើមគេចុះឡើងមនុស្សនឹងសម្បូរសត្រូវមែនអត់តាំងពីឥឡូវហ្នឹងទៅមានភាពខ្ពង់ខ្ពស់ថ្លៃថ្នូរមនុស្សនឹងគឺមនុស្សមិនមានះចេះបន្ទន់អិរិយាបថចេះគោរពចេះអោនលំទោនកើតជាតិណានៅក្នុងបកគោពងពោះពីព្រោះអីយើងឲ្យភាពពងពោះដល់អ្នកដទៃនេះជាហេតុផលអានិសង្ឃមែនប៉ុន្តែត្រូវបញ្ជាក់ថាហេតុអីបានវាត្រូវបានអញ្ចឹងអាហ្នឹងបានជាធម៌ដែលនាំឲ្យយើងគិតកើតបញ្ញាមួយទៀតនាំឲ្យបានបញ្ញាគឺព្រោះតែចូលទៅរកសមណៈសាកសួរបញ្ហាព្រះអង្គថាអញ្ចឹងមិនមែនដោយសារធ្វើបុណ្យប្រាថ្នាទេពុទ្ធប្រាប់អញ្ចឹងមិនមែនដោយសារប្រាថ្នាឲ្យបានទេចង់បានបញ្ញាត្រូវចូលទៅរកសមណៈស្ដាប់ឬក៏សាកសួរបញ្ហាសួរទៅដឹងកើតបញ្ញាហើយញាតិញោមភាគច្រើនស្ដាប់ធម៌ចង់អាជាតិក្រោយបានទេពុទ្ធមិនថាអញ្ចឹងទេកើតបញ្ញាគឺពេលចូលទៅស្ដាប់នឹងឯងស្ដាប់ទៅយល់កើតបញ្ញាពេលហ្នឹងឯងមែនទេហ្នឹងហើយញាតិញោមបើគេខ្ចីលុយគេប្រាប់ថាស្អែកសងអញ្ចឹងហើយដល់ទៅស្អែកគេអត់សងអត់ចិត្តទេដល់ស្អែកគេប្រាប់ថាសងដល់ស្អែកមកដល់គេថាចាំអាទិត្យក្រោយកាន់អន់ចិត្តទៀតដល់អាទិត្យក្រោយមកដល់គេប្រាប់តែចាំខែក្រោយកាន់អន់ចិត្តទៀតដែរកុំគិតដល់បាបអីតើដល់រឿងហ្នឹងឯងគ្រាន់តែប៉ុណ្្នឹងក៏យើងអន់ចិត្តដែរតែដល់តែចូលប៉ុនវិញគេឲ្យពោឲ្យកើតជាតិក្រោយចាំបានចិត្តស្រាប់តែសាធុហ្មងមិនដឹងថាជាតិក្រោយបានជាមនុស្សអត់ដឹងដោះកតុយឆ្កើតកំហ្នឹងហ្នឹងហើយមែនទេបើយើងទៅពេទ្យឈឺពេលហ្នឹងទៅពេទ្យគ្រាន់តែពេទ្យយឺតយ៉ាវព្យាបាលឲ្យថ្នាំយើងយឺតយ៉ាវទៅក៏យើងអន់ចិត្តដែរព្រោះវាកំពុងតែឈឺបើពេទ្យឲ្យភ្លាមឲ្យថ្នាំភ្លាមយើងសប្បាយចិត្តជាក៏ដោយឲ្យតែសេវាកម្មគេលឿនហើយទៅពេទ្យថ្ងៃហ្នឹងគេថាចាំស្អែកពិបាកចិត្តតែដល់តប៉ុននេះឬក៏ស្ដាប់ធัวនេះដល់គេឲ្យពោថាកើតជាតិណាកើតជាតិណាមានន័យថាជាតិក្រោយចាំបានហើយចិត្តតែទៅមកពីអីមកពីយើងទម្លាប់ឲ្យពោគ្នាអញ្ចឹងញាតិញោមឲ្យពោផ្ទុយពីអ្វីដែលព្រះសម្មាសម្ពុទ្ធចង់ផ្ដល់ឲ្យយើងពុទ្ធព្រះអង្គប្រៀបធៀបអញ្ចឹងថាបើយើងក្តៅស្រះទឹកមានយើងមិនចោះទៅងូតមិនចោះទៅងូតឲ្យវាត្រជាក់មិនមែនជាទោសរបស់ស្រះទេគឺជាទោសរបស់យើងវង្វេងផ្លូវគេប្រាប់ផ្លូវហើយយើងមិនដើរតាមផ្លូវមិនមែនជាទោសរបស់ផ្លូវទេជាទោសរបស់យើងស្អីជាទឹកគឺព្រះសទ្ធម្មនេះឯងមនុស្សដែលជួបព្រះសម្មាសម្ពុទ្ធមានទុក្ខកង្វល់យ៉ាងណាក៏ដោយដែលបានស្បើយទុក្ខហ្នឹងមិនមែនចាំជាតិក្រោយបានស្បើយទេទោះតែញាតិញោមដូរទឹកថេមួយថាប្រធោដែលជួយយើងគឺជួយឥឡូវហ្នឹងដោយព្រះអង្គជួយបដាចារាចឹងព្រះអង្គជួយជាតិក្រោយឬក៏ជួយជាតិនោះដែលនាងកំពុងតែកើតទុក្ខកំពុងតែអីសំដែងរហូតដល់អ្នកនាងនឹងរឹងប៉ឹងឡើងវិញរស់ដោយខ្លួនឯងមានជំហររស់ខ្លួនឯងនាងកេសាគោតមីកូនស្លាប់ក៏អញ្ចឹងដែរមិនមែនទៅប្រោះកូនឲ្យរស់ទេប៉ុន្តែប្រោះនាងនឹងឲ្យរឹងមាំឡើងវិញធម៌នឹងជួយមកឲ្យយើងរឹងមាំក្នុងជីវិតនេះឯងអញ្ចឹងហ្នឹងប៉ុន្តែយើងឲ្យតែឲ្យពរជាតិក្រោយនឹងនិយាយពីទាំងអ្នកឲ្យពរមិនដឹងកើតជាស្អីផងហ្នឹងចឹងអ្នកឲ្យពរគេនរកក៏មិនដឹងដែរណាអ្នកឲ្យពរខ្លះខូចដែរហ្នឹងហើយយើងចិត្តតែជឿទៅលោកនាំយើងទៅឋានសួគ៌មិនកើតបុលោកខ្លួនឯងមិនដឹងធ្លាក់នរកឲ្យឡើងឋានសួគ៌លោកមិនបោកទេលោកក៏ចេះតគ្នាដែរជួនកាលអ្នកឲ្យហ្នឹងមិនមែនគាត់មានចេតនាបោកទេព្រោះគាត់ចេះអញ្ចឹងតមកអញ្ចឹងចេះមកអញ្ចឹងញាតិញោមទល់តែកែប្រែស្ដាប់ធัวពុទ្ធបានប្រយោជន៍គឺទល់តែញាតិញោមកែប្រែបើមិនកែប្រែមានន័យថានៅដដែលហើយព្រះអង្គសម្ដែងទៀតថាតថាគតមិនសរសើរកុសលដដែលមិនបាច់និយាយចាំបាបទេអាបាបយើងក៏និយាយប៉ុន្តែបើកុសលធ្វើរបៀបដដែលអត់មានរីកចម្រើនអីព្រះអង្គថាមិនសរសើរទេបងអត់សរសើរទេពីមុនដុតធូបសុំសុកអញ្ចឹងថ្ងៃក្រោយនៅតែអញ្ចឹងថាបងអត់សរសើរទេសំបីកុសលធ្វើត្រូវក៏ដោយអប្រាថ្នាទៅដដែលហ្នឹងអប្រាថ្នាទៅកើតមនុស្សប្រកើតទេវតាអាហ្នឹងដដែលទៀតវាទល់ទៅយល់ផោរផង់កុសលហ្នឹងអាចឲ្យយើងដោះទុកផុតនោះអាហ្នឹងទៅមិនមែនជាកុសលដ៏ដែលយល់ទេ
ហ្នឹងហើយអញ្ចឹងយើងចង់កែប្រែមនុស្សណាម្នាក់សម័យបច្ចុប្បន្នមកថាស្រួលទេបបួលគាត់យ៉ាងម៉េចឲ្យបានតែស្ដាប់ធัวដែលនិយាយពីហេតុផលហ្នឹងឲ្យច្រើនទៅហើយទុកឲ្យគាត់សម្រេចចិត្តដោយខ្លួនឯងមិនបាច់ថាណែអ្នកឯងត្រូវធ្វើនេះអ្នកឯងត្រូវធ្វើនោះពុទ្ធក៏អញ្ចឹងព្រះអង្គអត់ដែលប្រាប់អ្នកណាថាឲ្យត្រូវធ្វើអីទេអ្នកនឹងកំពុងតែធ្វើតាមប្រពៃណីនេះប្រពៃណីនោះប៉ុន្តែព្រះអង្គទៅដល់ព្រះអង្គសម្ដែងមកបែបទៀតឲ្យគាត់ពិចារណាឧទាហរណ៍មែនលើឧទាហរណ៍មួយចោលយើងមានប្រអប់មួយហ្នឹងឪពុកយើងឬក៏គ្រូយើងទុកឲ្យមកដោយប្រាប់ថាកូនឯងរក្សាឲ្យល្អកុំឲ្យបាត់វានឹងផ្ដល់សេរីសួស្តីហើយយើងក៏រក្សាទាំងសង្ស័យប៉ុន្តែដោយសេចក្តីគោរពដោយសេចក្តីស្រឡាញ់លោកឪពុករបស់យើងទើបយើងរក្សាដោយខ្មែរយើងដ៏ច្រើនកាន់ពុទ្ធសាសនារាល់ថ្ងៃរបៀបអញ្ចឹងដោយសារម៉ែខ្ញុំជាអ្នកកាន់ពុទ្ធសាសនាភាពស្រឡាញ់ម៉ែឪជាអ្នកកាន់ពុទ្ធសាសនាទេដែលមកវត្តហ្នឹងមិនមកដោយយល់ទេហើយរបៀបចឹងសួរតែរឹងមាំទេអត់រឹងមាំទេលោតែណាណាមកប្រាប់ថាអូប្រអប់ហ្នឹងបានប្រយោជន៍ស្អីបោះវាចោលទៅប្រាប់យូរបោះចោលមែនឡើយពួកអត់ដឹងថាមានអីផងហ្នឹងហើយលោកជើងកាយគាត់ថាត្រូវរក្សាឲ្យល្អព្រោះពុកណែឯងឲ្យអញ្ចឹងនៅទីទៅចឹងដល់ទៅពុទ្ធព្រះអង្គមិនប្រាប់ថាឲ្យរក្សាឬក៏បោះចោលទេតែព្រះអង្គបង្រៀនយើងឲ្យធ្វើកូនសោចាក់បើកមើលដោយខ្លួនឯងឲ្យឃើញច្បាស់ថាតើជាស្អីនៅពេលដែលអ្នកឯងឃើញដោយភ្នែករបស់ខ្លួនអ្នកឯងហើយអ្នកឯងចង់ចោលឬក៏ចង់ទុកជារឿងរបស់អ្នកឯងអញ្ចឹងឲ្យយើងរៀនបើកឲ្យឃើញដូចនៅក្នុងពធហ្នឹងសំខាន់គឺបញ្យល់ធននឹងឲ្យយល់ហើយអ្នកឯងនៅកាន់ក៏កាន់មិនកាន់អានឹងមិនដឹងមិនយល់ចប់អនុមោទនា